រៀបសួរលោកតាលោកយាយអ៊ំពូមីងយប់នេះខ្ញុំអានរឿងអំពីអន្លង់ព្រីងបើយើងចង់ធ្វើដំណើរទៅទស្សនាសត្វក្រៀលនៅតំបន់អភិរក្សអន្លង់ព្រីងយើងគ្រាន់តែចេញដំណើរពីទីប្រជុំជនស្រុកកំពង់ត្រែកទៅទិសខាងត្បូងប្រមាណជាជាង11គីឡូម៉ែត្រនោះយើងនឹងបានឃើញផ្ទៃទឹកល្ហល្ហេវហើយមានសត្វក្រៀលយ៉ាងច្រើនកំពុងដើររកចំណីតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រែកខេត្តកំពតតំបន់នេះមានផ្ទៃល្ហល្ហេវដាច់កន្ទុយភ្នែកហើយសម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទពិសេសសត្វក្រៀលសត្វនេះជាប្រភេទសត្វត្រូវបានគេចាត់ទុកថាជាសត្វដ៏កម្រនិងជិតផុតពូជទៅហើយនៅលើភពផែនដីយើងនេះនៅរដូវប្រាំងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីងគឺជាកន្លែងដ៏សំខាន់មួយដែលសត្វក្រៀលឆ្លងកាត់ទៅមកពីប្រទេសវៀតណាមមករកចំណីនៅទីនេះតំបន់នេះកើតឡើងនៅឆ្នាំ2004ប៉ុន្តែពេលនោះសត្វក្រៀលមិនទាន់ចុះមកច្រើនទេទើបតែឆ្នាំ2007រហូតដល់ឆ្នាំ2010នេះសត្វក្រៀលមានការកើនឡើងរហូតដល់ទៅជាង300ក្បាលនេះបើតាមការឃ្លាំមើលពីអង្គការសង្គ្រោះសត្វស្លាបសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើជំរាបលោកតាលោកយាយអ៊ំពូមីងបាយ